ជំរាបសួរបងប្អូនកូនចៅទាំងអស់ថ្ងៃនេះអ្នកមេមកនិយាយអំពីរឿងការនិយាយស្ដីអក្សរសាស្ត្រនិងលេខរបស់ប្រទេសយើងនៅក្នុងប្រទេសយើងមានបាវចនាជាតិសាសនាព្រះមហាក្សត្រមានព្រះសង្ឃមាននាយករដ្ឋមន្ត្រីមានរដ្ឋមន្ត្រីមានអ្នកដែលមានអាយុស្មើយើងមានអ្នកធម្មតាអាយុលើសយើងនិងអ្នកធម្មតាដែលទាបអាយុតិចជាងយើងរបៀបនិយាយមានការខុសគ្នារបៀបសំពះមាន5យ៉ាងចឹងកូនស្ដាប់អ្នកមេនិយាយប្រាប់ហើយបើកូនស្ដាប់ទៅណាស្ដាប់ដោយពេញចិត្តដោយយកចិត្តទុកដាក់តែបើកូនណាមិនជឿទេកូនអូសរំលងទៅកុំជេរកុំបចោកុំមងសៅកុំយករឿងអ្នកដទៃទៅដាក់ក្នុងខួរក្បាលកូនប្រឹងធ្វើតាមអំពើល្អទៅណាកូនណាដើម្បីយើងបានសេចក្តីសុខទាំងអស់គ្នាពាក្យសម្ដីយើងនិយាយថាអ្នករាល់គ្នាអ្នកទាំងអស់គ្នាមិនត្រូវទេនៅទសវត្សរ៍ទី60គេនិយាយពីរស់ណាស់កូនចំនួនអ្នកមេនោះបងប្អូនកូនចៅបងប្អូនទស្សនិកជនទាំងអស់ណាលោកស្រីលោកជំទាវអីអញ្ចឹងទៅព្រោះហ្នឹងកូនមិនមែនជាការរៀបពាក្យទេគឺការនិយាយដើម្បីឲ្យពីរោះនិងឲ្យមានតម្លៃដល់ខ្លួនយើងដល់ប្រទេសយើងណាឥឡូវអ្នកមេនិយាយទី1អំពីការនិយាយនឹងហើយគឺនិយាយឲ្យមានលំដាប់ធ្នាប់គឺបានអីបានតែបងប្អូនអញ្ចឹងចុះកូនណាមិនបាច់ដល់ទៅព្រះមហាក្សត្រព្រះអង្គអីមិនទេវាវែងពេកគ្រាន់តែថាបងប្អូនទាំងអស់គ្នាចុះរឿងហ្នឹងវាសំខាន់ណាស់ហើយអ្នកមេសំខាន់ណាស់កូនសម្រាប់នគរយើងសម្រាប់ប្រទេសយើងព្រោះប្រទេសយើងមានវប្បធម៌មានពាក្យសម្ដីមានអក្សរសាស្ត្រគឺថាចេញមកអ្វីគឺចេញមកគឺទុនខ្លួនសុភាពរៀបសារតែមើងម៉ាត់ហើយអង្អាខ្លះអានអញ្ចឹងមិនឃើញកូនខ្លះទៅអាយុ5ឆ្នាំនិយាយតាម social media អ្នកទាំងអស់គ្នាបដ ாய் ចឹងអត់ត្រូវទេអ្នកមេអត់ត្រូវទេព្រោះមេដាបៃតាគេបង្ហាត់ឲ្យគ្នានិយាយចឹងគ្នាជាទំពាំងកូនអត់ទេនៅជនបរទេសផ្សេងកូនគ្រូបរទេសគេមកបរៀន everybody everybody សម្រាប់ជនជាតិគេអញ្ចឹងតើយើងទៅនៅប្រទេសគេទៅយើងមានសេរីភាពក្នុងការនិយាយរបៀបអញ្ចឹងទៅប្រទេសគេក៏អត់ចែកទេកូនគេអត់ចែកទេគេនិយាយស្មើតាំងពីឆ្កែស្មើក៏គេនិយាយគាត់ដែរហើយយើងចង់ដូចគេអញ្ចឹងយើងជាគេជាយើងអញ្ចឹងទៅអញ្ចឹងអត់ត្រូវខុសគ្នាណាកូនលេខក៏ដោយអ្នកមេឃើញនៅក្នុងsocial media កូនក្មេងបឋមសិក្សាសរសេរលេខឡាតាំងកូនស្គាល់លេខឡាតាំងទេស្គាល់មែនស្អីគេលេខជនបរទេសមិនលេខខ្មែរយើងត្រឹមត្រូវលេខឡាតាំងគឺលេខដែលយើងនាំនេះនិយាយសាមញ្ញថាលេខបារាំងចូលលេខរបស់យើងទៅណាលេខយើងអក្សរយើងផ្សំពី Galaxy ណាលេខអក្សរលេខយើងនៅប្រទេសថៃអ្នកមេល្អណាកូនល្អមែនទេនៅប្រទេសថៃអញ្ចឹងយើងឲ្យទឹកដីទៅគេទៅកូនអញ្ចឹងណាកូនណាហើយយើងនាំមានទៅធ្វើជាគេទៅណែយើងជាម្ចាស់ទឹកដីណាយើងមានអក្សរសាស្ត្រយើងណាយើងមានលេខយើងណាយើងមានប្រពៃណីទំនៀមទម្លាប់យើងណាយើងមានលក្ខណៈនេះគេហៅថាលក្ខណៈពិសេសរបស់យើងម្នាក់ណាកូនណាកូនឯងមើលប្រទេសគេដូចជាវៀតណាមដូចជាចាមប៉ានោះនគរចាមប៉ានោះដូចជាឥណ្ឌាមើលគេសម្លៀកបំពាក់គេកូនគេស្លៀកពាក់យ៉ាងម៉េចគេស្លៀកពាក់តាមប្រពៃណីគេអត់ភ្លេចទេចំណែកយើងមានបានស្លៀកពាក់ដូចគេនៅហើយបើនិយាយពីរឿងស្លៀកពាក់វិញសម្លៀកបំពាក់ស្លៀកពាក់ខោសម្ពុតស្លៀកអាវពាក់ហើយចុះហេតុអីបានជាខោពាក់មិនតែមេសួរកូនទេមើលមិនបានពាក់ខោអញ្ចឹងបានឃើញគេថាខ្ញុំពាក់សពុតនេះឃើញស្អាតក្មេងៗឥឡូវសបោនិយាយពាក់សពុតពា
ពាក់សម្ពុតយកមកពាក់លើក្បាលឯកូនណែ សំលៀកបំពាក់ សំលៀកបំពាក់អ្នកមេចេញម្ដងរួចហើយកុំទើសណាកូនណាកូនមិនស្ដាប់កូនអូនរំលងទៅកូនជិនឆននេះកូនខ្ជិលស្ដាប់ណាខ្ជិលមើលកូនយើងទៅមើលរឿងផ្សេងដែលយើងពេញចិត្តអរិយធម៌ណាដែលយើងគិតថាល្អទៅមើលទៅការដែលយើងបង្ហាត់កូនឲ្យនិយាយណាហើយជាពិសេសហៅកូនថាគាត់បើនិយាយពីទំនៀមទម្លាប់ជំនឿវិញគឺពាក្យថាគាត់ធ្វើឲ្យកូនអាយុខ្លីធ្វើឲ្យកូនអាយុខ្លីធ្វើឲ្យកូនគឺថាមានវាសនាមិនល្អអញ្ចឹងគាត់ហ្នឹងគេប្រើចំពោះនរណាគេអ្នកមេគាត់ហ្នឹងគេប្រើចំពោះអ្នកដែលខ្ពស់ជាងយើងចំពោះអ្នកដែលទាបជាងយើងបើមិនហ៊ាននិយាយហៅវាយើងថាគិតទៅពាក្យខ្មែររបស់យើងសោះពាក្យវាគឺមិនមានអ្វីថាអាក្រក់ទេចាមិនហ៊ានហៅទេគេគួរសមគេលូថាចូលចំណោមគេយើងធ្លាប់គ្រូគេបង្ហាត់មកឲ្យនិយាយល្អប្រើពាក្យគេទៅកូនខ្ញុំគេមិននៅទេកូនខ្ញុំគេគេងលក់ហើយកូនខ្ញុំគេឆ្លាតចាកូនខ្ញុំគេឆ្លាតណាអស្ចារ្យកូនខ្ញុំតែដោយសម្ដេចហ៊ុនសែនអញ្ចឹងម្ដាយគាត់ហៅកូនអត់ជួយរដ្ឋមន្ត្រីគេដែរអញអត់ដឹងឯងអញ្ចឹងឯងណែអានឹងចម្រើនអាយុឲ្យកូនណាពាក្យឯងពួកពាក្យវានឹងអត់ទាន់ដឹងថានេះជាពរជ័យរបស់ទេវតាទេណាចាឲ្យពរកូនណារឿងលេខអញ្ចឹងដែរ Galaxy ណាកូនណាហើយឈ្មោះអញ្ចឹងដែរទៅយើងជាខ្មែរដាក់ឈ្មោះខ្មែរទៅមិនបានទេអ្នកខ្លះគេដាក់ឈ្មោះខ្មែរក្នុងបញ្ជីជាតិហើយតែគេហៅក្រៅហៅអាចអីចឹងទៅអានឹងហើយដែលបដូរវាសនាដោយមិនដឹងហើយការដាក់ឈ្មោះកូនណាយើងមើលថ្ងៃខែយើងមើលអក្សរណាត្រូវនៅថ្ងៃអីថ្ងៃរបស់កូនណាថ្ងៃអីខែនឹងត្រូវឈ្មោះអីអក្សរជួអីដូចថាកអក្សរកឬខយើងយកឈ្មោះឲ្យមាននៅក្នុងនឹងឯងឲ្យមានមង្គលណាកូនណាកូនមិនជឿទេហើយទៅណាកូនណាព្រោះអ្នកមេបានលឺកូនម្នាក់នោះបាននិយាយហើយថាអត់មានជំនឿទេគឺมันមានជំនឿមិនអីទេកូនអ្នកមេនិយាយចំពោះអ្នកដែលជឿទេហើយបើកូនមិនជឿកុំខឹងណាចាត់ទុកថាយើងមិនមើលទៅរួចហើយណាកូនណាសบายចិត្តប៉ុណ្ណាធ្វើអ្វីបានធ្វើទៅនេះជារឿងរបស់ក្រុមគ្រួសារកូនទេតែកុំភ្លេចនគរមានច្បាប់ហ្នឹងមិនមែនទៅច្បាប់ជាប់គុកជាប់ច្បាប់អីទេប៉ុន្តែបើយើងរៀបចំនគរយើងឲ្យល្អតាំងពីសម្លៀកបំពាក់តាំងពីសម្ដីនិយាយតាំងពីការសំពះតាំងពីអក្សរគេមើលមកទៅណាក៏គេស្គាល់តែខ្មែរដែរអ្នកមេលែងហ៊ាននិយាយខ្មែរហើយអ្នកមេបញ្យល់យ៉ាងម៉េចក៏អត់យល់ដែរឥឡូវមិនយល់ក៏ហើយចុះឥឡូវអ្នកមេប្រើពាក្យខ្មែរចុះពិចារណាឡើងវិញណាកូនណាមិនមែនជារឿងលេងទេប្រទេសនីមួយគេបង្ហាញឲ្យឃើញថាគេជាប្រទេសនេះគេជាប្រទេសប្រទេសនោះបើយើងប៉ាតណាប៉ាតណីចេញមកមិនចាំបាច់បែងចែកប្រទេសធ្វើអីមែនទេមែនកូនពិចារណាឲ្យគិតទាំងអស់គ្នាយើងខំបង្កើតប្រទេសដូនតាយើងបង្កើតប្រទេសមកហើយយើងបានចែកគ្នានេះប្រទេសឥណ្ឌានេះប្រទេសថៃនេះប្រទេសវៀតណាមហើយនេះប្រទេសអីចឹងទៅចាមប៉ាអីចឹងទៅតាមនឹងទៅតាំងពីអក្សរឡើងចាមគេអក្សរចាមទៅឥណ្ឌាគេអក្សរឥណ្ឌាទៅណាឡាតាំងពួកមជ្ឈិមប្រទេសហ្នឹងគេអក្សររបស់គេទៅអាហ្វ្រិកគេអក្សរតាមអាហ្វ្រិកទៅណាអ្នកមេប្រាប់កូនប៉ុណ្ណឹងណាឥឡូវអ្នកមេជម្រាបលាហើយណាកូនណាអ្នកមេជូនពរជូនបុណ្យកុសលដែលអ្នកមេបានខំធ្វើទាំងប្រមាណគ្រប់ជាន់គ្រប់ជាតិណាកូនណាអ្នកមេសូមឧទ្ទិសជូនកូនទាំងអស់គ្នាសូមឲ្យបានចំណែកបុណ្យស្មើគ្នាជាមួយនឹងអ្នកមេណាកូនណាអញ្ចឹងអ្នកមេជម្រាបលាណាកូនណាអរគុណកូន